ថ្ងៃនេះខ្ញុំមកលេងទីតាំងហាងថ្មីរបស់មិត្តភក្តិខ្ញុំគិតថាបងប្អូនមួយចំនួននេះគាត់ជាស្គាល់ហាងគាត់ហើយមានលក់ផលិតផលធ្វើអំពីអំបោះចាក់ដោយដៃដូចជារូបតុក្កតាបតោងសោខ្ជូតកាបូបចាក់បាច់ផ្កាអំបោះលាជាមួយលួសកាន់នំខេកអំបោះដែលវាជាប្រអប់ហ្នឹងយើងអាចដាក់បតោងសោខ្ជូតនៅក្នុងនឹងច្រើនទៀតទៅតាមតម្រូវការចំណង់ចំណូលចិត្តការចង់បានរបស់បងប្អូនຂະຫນາດពណ៌ទំហំខ្សែឬក៏ប្រភេទតុក្កតារូបមិនអីមិនថែមថយទៅតាមហ្នឹងទៅតាមចិត្តបងប្អូនឯងបងប្អូនអាចកំងបានអាចប្រាប់គាត់បានអាចសុំយោបល់ពីគាត់ហើយគាត់នឹងរៀបមកស្អាតឲ្យបងប្អូនឲ្យខុសចិត្តហ្មងតែក៏សូមអធិស្ឋានទុកជាមុនបើសិនជាមានការខ្ចប់យឺតយ៉ាវអីពួកអីមួយរយៈនេះក៏គាត់ទទួលបានការកំងច្រើនជាពិសេសកាដូចំណងដៃដាក់ក្នុងពិធីមង្គលការឥឡូវជារដូវកាលគ្រីស្មាស់ទៀតហើយការលេងដូរកាដូឬក៏ជូនវត្ថុអនុស្សាវរីយ៍ទៅកាន់មនុស្សជាទីស្រឡាញ់របស់បងប្អូនតាំងសាររូបតាណូអាតកៀបចំណងចងសក់ខ្សែដៃសម្ភារៈកាដូផ្សេងទៀតអាចមកមើលផ្ទាល់ដល់ហាងពួកអីមានកន្លែងថតរូបស្អាតតែមិនដូចខ្ញុំឯងចាប់ម្ចាស់ហាងឲ្យថតរូបឲ្យតែទីតាំងគេនឹងនៅជិតសាលាបៃតងនៅខាងស្ដាំដៃផ្លូវទៅទីស្នាក់ការភូមិវត្តបូជីមកដល់ឃើញហាងហ្នឹងឯងតែនេះគាត់តន់ដាក់ផ្លាកស្រួលបួលឲ្យព្រោះតំរៀបចំហាងថ្មីតែសម្រាប់បងប្អូននៅបណ្ដាខេត្តផ្សេងអាចធ្វើការកម្មង់បានតាមរយៈ Page TikTok ឬ IG ដែលខ្ញុំដាក់ក្នុងនេះឲ្យបងអូនវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាដល់ចប់